Videoមួយនេះខ្ញុំធ្វើបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបប្រើប្រាស់មុខងារ AI ទាំងអស់ឬមកក៏មុខងារកម្មវិធីផ្សេងៗដែលយើងអាចប្រើប្រាស់បានដោយឥតគិតថ្លៃនៅក្នុង website AMSela អញ្ចឹងនៅក្នុង website ហ្នឹងមួយគឺវាមានមុខងារ free ច្រើនហើយសម្រាប់គ្នាយើងមួយចំនួនក៏គាត់ចេះប្រើខ្លះទៀតក៏គាត់អត់ទាន់ចេះប្រើអញ្ចឹងទៅតាមពិតវាសាមញ្ញទេប៉ុន្តែសម្រាប់អ្នកដែលគាត់ចង់យល់ពីការប្រើ website ហ្នឹងឲ្យកាន់តែច្បាស់មានភាពងាយស្រួលអាចធ្វើតាមវីដេអូហ្នឹងបានខ្ញុំនឹងព្យាយាមបញ្យល់អ្នកទាំងអស់គ្នាមួយថាតើគេត្រូវធ្វើដូចម្តេចខ្លះអូខេអញ្ចឹងខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាត្រួសសិនសម្រាប់ website នេះគឺវាមានមុខងារដូចជាការទាញយកវីដេអូពី social media ដូចជា TikTok IG Instagram ដែលយើងគ្រាន់តែ copy link ដាក់ចូលមកគឺយើងអាច download បានហើយឬមកក៏យើងអាចធ្វើ select AI លំហាត់គណិត chat ជាមួយនឹង AI ឲ្យ AI វាធ្វើលំហាត់ទូទៅឲ្យយើងបន្ទាប់មកវាបញ្យល់យើងមុខងារកែរូបភាពចាស់ដែលស្អាតព្រាលហើយវាច្បាស់ជាងមុនឬមកក៏ copy អក្សរនៅក្នុងរូបភាពនិងមុខងារជាច្រើនទៀតអ្នកទាំងអស់គ្នាអាច check មើលបានអូខេអញ្ចឹងតិចទៀតគឺខ្ញុំប្រាប់អ្នកទាំងអស់គ្នាមួយថាតើអាមុខងារទាំងអស់ហ្នឹងគេប្រើមិនខ្លះដើម្បីអាចប្រើបានអ្នកទាំងអស់គ្នាអាចចូលមកកាន់ Google ឬមកក៏ Safari ហើយ search ពាក្យថា AMSela ដូចខ្ញុំខាងលើនេះមកបន្តមកទៀតគឺអ្នកទាំងអស់គ្នាត្រូវជួយលើ website ខាងលើគេអូខេតែបើ search អត់ឃើញអ្នកទាំងអស់គ្នាអាចទៅ save ពាក្យថា amsela.com ក៏បានដែរអូខេអញ្ចឹងយើងជួយលើហ្នឹងមកហើយសម្រាប់អ្នកទាំងអស់គ្នាដែលជាអ្នកទៅប្រើថ្មីខ្ញុំប្រកាសជាជឿជាក់ 100% ថាអ្នកទាំងអស់គ្នាចូលទៅប្រកាសជាជួបបញ្ហាមួយហ្នឹងហើយនឹងឃើញទំនងបែបហ្នឹងតាមពិតអាហ្នឹងវាមិនមែនជាបញ្ហាទេបើសិនជាវាចេញទំនងបែបហ្នឹងមកអ្នកទាំងអស់គ្នាមិនបាច់ចាំចុចអីទេណាទុកឲ្យវាធ្វើការ verify ខ្លួនឯងទៅលុះត្រាតែវាចេញបោះបែបនេះឲ្យយើងចុចតាមពិតទៅអាកន្លែងហ្នឹងគឺយើងដាក់វាដើម្បីការពារកុំឲ្យមាន bot ចូលមកប្រើ website អូខេអញ្ចឹងឥឡូវនេះគឺយើងចូលមកដល់ website របស់យើងហើយនេះគឺជាទម្រង់ website គឺវាមានទម្រង់បែបហ្នឹងហើយសម្រាប់កម្មវិធីធ្វើ AI គឺវានៅខាងក្រោមអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការអស់ចុះក្រោមមកគឺយើងនឹងឃើញហើយបើសិនជា website របស់អ្នកទាំងអស់គ្នាចេញជាភាសាអង់គ្លេសអត់ចេញជាខ្មែរដូចខ្ញុំអត់ប្រហែលទេនេះអ្នកទាំងអស់គ្នាឃើញរូបទង់ជាតិខ្មែរអង់គ្លេសអត់យើងគ្រាន់តែចុចបដូរមកគឺវានឹងបដូរភាសាឲ្យយើងតែម្ដងអញ្ចឹងអ្នកទាំងអស់គ្នាអាចប្រើភាសាខ្មែរបានដើម្បីងាយស្រួលនៅក្នុងការយល់ហើយមើលវិញទៀតដោយសារតែវីដេអូដែលខ្ញុំធ្វើហ្នឹងវាអាចនឹងវែងអាចចូលដល់កន្លះម៉ោងអញ្ចឹងដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកទាំងអស់គ្នាចង់ដឹងពីមុខងារណាមួយអ្នកទាំងអស់គ្នាអាចចុចលើកន្លែងនេះដូចខ្ញុំស្ញាប់ព្រោះខ្ញុំគូសមកហ្នឹងណាចឹងចុចលើហ្នឹងមកគឺវានឹងបង្ហាញជាទម្រង់បែបនេះហើយអញ្ចឹងអានេះវាបែងចែកម្ដុំពីមុខងារផ្សេងអញ្ចឹងអ្នកទាំងអស់គ្នាចង់ដឹងពីរបៀបប្រើមុខងារអីគេធ្វើ select AI យើងចុចលើហ្នឹងទៅឬមកក៏មុខងារ AI លំហាត់គណិតគឺវានឹងនាំយើងទៅកាន់វីដេអូកន្លែងហ្នឹងតែម្ដងតែយើងអត់ចាំបាច់អង្គុយមើលវីដេអូហ្នឹងពេញទេអាហ្នឹងបើសិនជាទាំងអស់គ្នាត្រូវការប្រញាប់ប្រើបន្ទាន់ឬមកក៏យើងចង់ដឹងតាមមុខងារមួយហ្នឹងអូខេតោះឥឡូវមុននឹងឈានទៅដល់ការណែនាំពីរបៀបប្រើមុខងារទាំងអស់នេះគឺខ្ញុំសូមបញ្យល់ដល់ទាំងអស់គ្នាមួយទៀតដើម្បីផ្ដល់ភាពងាយស្រួលកាន់តែខ្លាំងពេលដែលទាំងអស់គ្នាចូលប្រើ website អត់គឺយើងប្រើជាទម្រង់ website នៅលើ Google ឬមកក៏ Safari ទៅគាត់អញ្ចឹងដើម្បីឲ្យយើងទាញវាទៅក្រៅដូចជាពពួក app បែបនេះដែលយើងគ្រាន់តែចុចចូលទៅគឺប្រើបានហ្មងយើងមិនបាច់ចាំប្រើលើ website ទេអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលមកកាន់ website របស់យើងជាមុនសិនហើយបន្ទាប់មកគឺអ្នកទាំងអស់គ្នាឃើញសញ្ញាព្រួយចុះក្រោមនេះអត់អញ្ចឹងយើងចុចលើហ្នឹងមកបន្ទាប់មកទៀតគឺយើងចុចលើពាក្យដំឡើងអញ្ចឹងគឺវានឹងធ្វើការ install ជា website មួយហ្នឹងទៅជាទម្រង់ app នៅក្នុងទូរស័ព្ទរបស់យើងតែម្ដងអញ្ចឹងលើកក្រោយពេលយើងចូលមកប្រើគឺប្រើបានភ្លាមហើយសម្រាប់គ្នាយើងដែលប្រើ iOS ឬមកក៏ iPhone ពេលដែលចុចទៅគឺវានឹងប្រាប់យើងថាយើងត្រូវធ្វើអីទៀតហើយដោយសារ iOS និង Android គឺវាខុសគ្នាបន្តិចអូខេឥឡូវយើងចូលមក app របស់យើងមកដែលយើងបានធ្វើការ install មិញដើម្បីកុំឲ្យខាតពេលទៀតហើយមួយវិញទៀតសម្រាប់មុខងារទាំងអស់នេះអានេះវាគ្រាន់តែជាសេវាកម្មទេគឺអត់តម្រូវអ្នកទាំងអស់គ្នាទិញទេអ្នកទាំងអស់គ្នាចង់ទិញក៏បានអត់ក៏បានយប់ហើយបើសិនជាចង់ទិញចូលទៅគឺវានឹងមានវីដេអូបរៀនយើងថាយើងត្រូវធ្វើម៉េចអីអូខេអញ្ចឹងសម្រាប់មុខងារដែលខ្ញុំបង្ហាញអ្នកទាំងអស់គ្នាមុនគេគឺជាមុខងារទាញយកវីដេអូថាតើអាហ្នឹងវាដំណើរការរបៀបម៉េចខ្លះអញ្ចឹងយើងជួយលើហ្នឹងមកអញ្ចឹងសម្រាប់មុខងារទាញយកវីដេអូហ្នឹងគឺមានន័យថាឧទាហរណ៍បើសិនអ្នកទាំងអស់គ្នាមើលវីដេអូនៅលើ YouTube អធិស្ឋានបើសិនអ្នកទាំងអស់គ្នាមើលវីដេអូនៅលើ TikTok Facebook Instagram ឬក៏ Twitter ហើយអ្នកទាំងអស់គ្នាចង់ទាញយកវីដេអូហ្នឹងបើសិនជាលើ TikTok ពេលយើងទាញយកមកគឺវាជាប់ logo TikTok អញ្ចឹងដើម្បីកុំឲ្យជាប់ logo យើងគ្រាន់តែធ្វើការ copy link ហើយយកទៅដាក់ចូល website ទៅគឺយើងអាច download បានតែម្ដងអញ្ចឹងរបៀប copy link អ្នកទាំងអស់គ្នាជួយលើពាក្យ share ហើយគឺយើងចុចលើពាក្យចំណងដំណអូខេហើយយើងចូលមកកាន់ app ឬក៏ website របស់យើងវិញមកហើយយើងចុចលើពាក្យបិទភ្ជាប់ហើយយើងចុចលើប៊ូតុងទាញយកបន្តមកទៀតអ្នកទាំងអស់គ្នាអាចធ្វើការអស់ចោលក្រោមបន្តិចទៅហើយយើងចុចលើពាក្យរក្សាទុកនេះមកគឺវានឹងធ្វើការ save វីដេអូឬមករូបភាពហ្នឹងចូលទៅកាន់ device ទូរស័ព្ទរបស់យើងតែម្ដងហើយសម្រាប់មុខងារទាញយកវីដេអូហ្នឹងបើសិនជាអ្នកទាំងអស់គ្នាកាន់តែចង់ស្រួលទៀតអាចប្រើលើ Telegram bot បានតែយើងផ្ញើត link ចូល Telegram ទៅគឺវានឹងផ្ញើវីដេអូឬមករូបភាពឲ្យយើងវិញភ្លាមហើយខ្ញុំសូមបញ្ជាក់តិចសម្រាប់ link គឺយើងអាចទាញយកបានច្រើន platform ប៉ុន្តែសម្រាប់ platform មួយដែលអត់បានគឺ YouTube ពេលខ្លះបានពេលខ្លះអត់អញ្ចឹងអាចនិយាយបានថាគឺវាអត់ដំណើរការចោះអូខេអញ្ចឹងរបៀបទាញយកគឺមានតែប៉ុណ្្នឹងទេងាយ
nhưng còn là thuộc điều họ thế ở lấy cho mình một nghe tí pí bằng cơ đã so ra xa thàn nắng kia thương mày là năm bắt tới chùm mùi đằng một nghe nó cứ về xa manh mà tên hay về hua sầm mày dưới chắc là nó cứ mini tháp pe thì dừng từ xe ở sau ấy mũi trầu đôi một cái chua ở đó thay nhưng mà xe bị hello chắc cứ về đằng thua cá bồng lại pi ở sau hello thông mà đá tôi chia hello bẹp nè đại miền phone đôi một cổ ca từ xe nó về kho kho này đôi một cổ ai vậy bên hai phía trên môn reply trên môn ấy chẳng từ chắc bữa xin đi ngọc này trong thua cá copy giờ tôi đã mua lơ telegram bảo dương lên facebook bảo dương nhưng còn là chuyện lơ này mắc cái viên thua cá copy ô tô tại mà đồng hay dùng xong phải trả tí nhéถ้า ngọtนี่ ai จะ xe ประมาณตัวโซcủa bạn đấy ប៉ុន្តែ បញ្ហា គឺ យើង អាច ទៅ xe អក្សរ ខ្មែរ បាន ទេ មាន ថា បើ យើង ទៅ xe អក្សរ ខ្មែរ ទៅ វា បាន តែ វា អត់ មាន ចេញ អី ទេ គឺ វា នៅ តែ font ដែរ វា អត់ មាន បដូរ អី ទេ អញ្ចឹង គឺ មាន ន័យ ថា វា ដំណើរ ការ តែ ជាមួយ ភាសា អង់គ្លេស ទេ អូខេ អញ្ចឹង យើង ធ្វើ ការ ចុច back ត្រឡប់ ទៅ ក្រោយ វិញ ចូល មក ដល់ មុខងារ ទី 3 អក្សរ ទៅ សំឡេង នេះ គឺជា មុខងារ មួយ ដែល ពេញ និយម ខ្លាំង មែនតើ គឺជា មុខងារ ធ្វើ សំឡេង AI ដែល យើង អាច ឲ្យ AI នឹង បំលែង ពី អក្សរ ដែល យើង ទៅ សេ ចូល ទៅ ជា សំឡេង បាន អញ្ចឹង បើ សិន ជា ពេលដែលយើងធ្វើស្លេងហើយយើងចង់យកវាទៅផ្សាយចូលឆាតផ្សាយចូល Telegram អីគឺបានដូចគ្នាហើយអានេះរបៀបផ្សាយចូលឆាតចឹងអ្នកទាំងអស់គ្នាអាច check មើលតាមនឹងទៀតបានអូខេអញ្ចឹងខ្ញុំប្រាប់ពីរបៀបធ្វើស្លេងអញ្ចឹងកន្លែងភាសានេះគឺវានឹងរើសភាសាខ្មែរយើងអូតូតែម្ដងបើសិនជាយើងចង់បង្កើតជាស្លេងភាសាខ្មែរតែបើយើងចង់ប្រូដាក់ភាសាផ្សេងយើងអាចធ្វើការ search តាមនឹងមកណាហើយចំពោះកន្លែង page នេះយើងចង់ឲ្យស្លេងហ្នឹងនិយាយជា page ប្រុសមក page ស្រីយើងអាចរើសតាមនឹងមកចំពោះកន្លែង tab យតិចនេះគឺយើងត្រូវទៅសេអក្សរដែលឲ្យ AI បង្កើតស្លេងអញ្ចឹងឧទាហរណ៍ខ្ញុំទៅសេពាក្យសួស្ដីហើយបន្តមកទៀតកន្លែងលបឿនស្លេងនេះអ្នកទាំងអស់គ្នាចង់ឲ្យវានិយាយយឺតលឿនអីយើងអាចស្រែតាមនឹងបានណាបន្ទាប់ពីយើងស្រែហើយយើងអាចជួយលើកពាក្យបង្កើតសំឡេងនេះមកអូខេអញ្ចឹងយើងអាចធ្វើការជួយស្ដាប់បានសួស្ដីអូខេឥឡូវគឺវាបង្កើតសំឡេងមករួចរាល់ហើយខ្ញុំសូមបញ្ជាក់ទីកន្លែងតួអក្សរនេះអ្នកទាំងអស់គ្នាអាចទៅសេបានរហូតដល់ទៅ1500តួអក្សរគឺវាយ៉ាងច្រើនដែរហើយបើសិនជាចង់បានច្រើនជាងហ្នឹងទៀតអាចទៅប្រើលើ Telegram bot បានអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ download វាចូលទូរស័ព្ទអ្នកទាំងអស់គ្នាអាចជួយលើកពាក្យ MP3 ឬមួយក៏ OGG មកគឺយើងអាចធ្វើការ save ស្លេង AI នឹងចូលទូរស័ព្ទបានហើយដូចខ្ញុំបញ្ជាក់ខាងលើអញ្ចឹងចង់ដឹងពីរបៀបផ្សាយចូលឆាតអាចមកមើលវីដេអូនេះបានជួយលើនឹងទៅគឺវានឹងមានវីដេអូបរិញ្ញាអូខេឥឡូវយើងចូលមកដល់មុខងារបន្ទាប់គឺជាមុខងារ AI កណិតថាតើមុខងារហ្នឹងគឺវាធ្វើម៉េចវិញឲ្យ AI ធ្វើលំហាត់របៀបម៉េចអូខេអញ្ចឹងយើងអាចធ្វើការជួយលើមុខងារ AI កណិតហ្នឹងមកអញ្ចឹងចំពោះមុខងារ AI កណិតហ្នឹងគឺមានន័យថាវាសាមញ្ញមែនតើអ្នកទាំងអស់គ្នាមានលំហាត់មួយហើយអ្នកទាំងអស់គ្នាធ្វើការថតប្រធានលំហាត់ហ្នឹងចូលមកកាន់ website ហ្នឹងមក AI គឺវានឹងធ្វើការគណនាហើយចម្លើយអ្នកទាំងអស់គ្នាភ្លាមតែម្ដងហើយខ្ញុំសូមបញ្ជាក់តិចណាសម្រាប់ AI នេះគឺពួកយើងបង្កើតមកក្នុងគោលបំណងចង់ឲ្យសិស្សានុសិស្សឬមួយក៏អ្នកដែលគាត់ចូលចិត្តក្នុងការប្រើ AI គាត់ទៅផ្ទៀងជាមួយនឹងចម្លើយដែលគាត់បានធ្វើហើយថាគាត់ធ្វើខុសឬក៏ត្រូវអញ្ចឹងសម្រាប់អ្នកប្រើប្រាស់គឺប្រើដោយមានទំនួលខុសត្រូវដោយខ្លួនឯងអូខេអញ្ចឹងដើម្បីអាចធ្វើការថតរូបភាពលំហាត់បានអ្នកទាំងអស់គ្នាអាចជួយលើកពាក្យថតរូបនេះមកដើម្បីធ្វើការថតរូបភាពលំហាត់ភ្លាមតែបើសិនជាយើងអត់ចង់ថតទេយើងមានរូបភាពលំហាត់ហើយយើងធ្លាប់ថតពីមុនយើងជួយលើកពាក្យជ្រើសរើសរូបភាពនេះមកអូខេនេះគឺជារូបភាពលំហាត់ដែលខ្ញុំបានធ្វើការ upload ឲ្យវាអញ្ចឹងបន្ទាប់ពីយើងធ្វើការចុចលើពាក្យ upload រូបភាពលំហាត់ជ្រើសរើសរូបភាពនេះហើយគឺយើងត្រូវចុចលើពាក្យដោះស្រាយគណិតវិទ្យាអញ្ចឹងយើងអាចធ្វើការរងចាំវាបន្តិចទៅគឺវានឹងផ្សាយចម្លើយយើងវិញតែម្ដងអូខេតោះឥឡូវចូលមកដល់មុខងារបន្ទាប់គឺមុខងារឆាតជាមួយ AI ចំពោះមុខងារឆាតជាមួយ AI នេះគឺវាដូចតែឆាត GPT ឬក៏ Gemini អញ្ចឹងអ្នកទាំងអស់គ្នាមានន័យថាយើងទៅសេជាអក្សរសួរវាម្ដងយើងមិនមែនផ្សាយរូបភាពទេអូខេអញ្ចឹងយើងអាចធ្វើការជួយលើវាមកហើយមុខងារនេះគឺសាមញ្ញមែនតើខ្ញុំគិតថាណាគេក៏ចេះប្រើដែរដូចថាយើងចង់សួរវាពីអីយើងសួរវាជាភាសាខ្មែរក៏បានសួរវាជាភាសាអង់គ្លេសក៏បានដែរអញ្ចឹងខ្ញុំអាចសរសេរជាសារធម្មតាទៅជាពាក្យ hello អញ្ចឹងទៅហើយអ្នកទាំងអស់គ្នាចង់សួរចម្លើយពាក់ព័ន្ធមួយមេរៀនឬមួយក៏សំណួរទូទៅគឺវាអាចឆ្លើយបានទាំងអស់ហើយខ្ញុំសូមបញ្ជាក់តិចសម្រាប់មុខងារ Chat AI នេះគឺវាដំណើរការដោយ Gemini ស្ថិតក្រោមនៅក្រុមហ៊ុន Google អូខេតោះឥឡូវមុខងារ AI នេះគឺមានតែប៉ុណ្្នឹងទេវាសាមញ្ញចូលមកដល់មុខងារ AI ធ្វើលំហាត់ទូទៅនេះម្ដងចំពោះកន្លែងមុខងារ AI ដោះស្រាយលំហាត់ទូទៅនេះគឺវាអត់ខុសគ្នាពី AI លំហាត់គណិតទេខុសគ្នាតែបន្តិចទេលំហាត់គណិតគឺវាផ្ដោតទៅលើការផ្សាយចម្លើយឲ្យយើងតែម្ដងគឺវាអត់បញ្យល់ទេគឺវានឹងផ្សាយចម្លើយអូតូតែម្ដងប៉ុន្តែចំពោះ AI លំហាត់ដោះស្រាយលំហាត់ទូទៅនេះវាផ្សាយចម្លើយមកយើងហើយវាបញ្យល់យើងទៀតថាតើអាហ្នឹងគេត្រូវធ្វើម៉េចបានវាស្មើអញ្ចឹងអាពីនេះខ្ញុំចង់បែងចែកអ្នកទាំងអស់គ្នាដាច់ AI គណិតហ្នឹងវាក៏អាចធ្វើលំហាត់អង់គ្លេសរូបវិទ្យាអីបានដូចគ្នាគ្រាន់តែថាវាអត់បញ្យល់យើងហើយសម្រាប់ AI ដោះស្រាយលំហាត់ទូទៅនេះវាបញ្យល់សម្រាប់អ្នកដែលគាត់យើងយល់តិចឬមួយក៏គាត់អត់សូវយល់ទេគាត់អាចយក AI នេះទៅជួយដល់ការសិក្សារបស់គាត់បានហើយរបៀបប្រើគឺដូចគ្នាអ្នកទាំងអស់គ្នាអាចធ្វើការ upload រូបភាពលំហាត់ឬមួយក៏ថតរូបភាពទៅបន្ទាប់ពីយើងថតរូបភាពហើយយើងអាចធ្វើការចុចពាក្យរកចម្លើយមកគឺវានឹងផ្សាយចម្លើយឲ្យយើងតែម្ដង
ok chẳng miền tập phần năng tế nghe chấm pu một nghe và top cứ chia một nghe thua đâu cả cho bá ok chẳng chẳng ai thua cả chơi năng máu chấm pu một nghe thua đâu cả cho báนี่คือmiềnในทางแต่ต่างออกนี่ไม่หนูเพียบปีมนมาหรือมันโกเพียบนำมวยเดวีอย่างจ้าหรือมันโกเวียเปรี้ยแต่ต่างออกนี่ไอเยอวีมาเปิลเนื้อของที่บ้านAI គឺវានឹងធ្វើការកែច្នៃរូបភាពមួយហ្នឹងពីរូបភាពដែលព្រាទៅជារូបភាពមួយដែលច្បាស់ជាងមុនខ្ញុំអញនិយាយបានថាវាមិន perfect ល្អ 100% ទេប៉ុន្តែក៏វាមើលគ្រាន់ជាងមុនដែរហើយខ្ញុំសូមបញ្ជាក់តិចមុខងារនេះគឺវាអាចធ្វើបានល្អចំពោះតែរូបភាពដែលមានមុខមនុស្សប៉ុណ្ណោះបើសិនជាអ្នកទាំងអស់គ្នាមានជារូបប្រភេទរូបភាពអក្សរឬមួយក៏ពាក់ព័ន្ធជាមួយនឹងបានឯកសារអីផ្សេងៗគឺវាអាចធ្វើបានទេវាចាប់តែមុខមនុស្សទេហើយរបៀបប្រើគឺងាយស្រួលមែនតើអ្នកទាំងអស់គ្នាអាចធ្វើការថតរូបភ្លាមក៏បានឬមកក៏យើងធ្វើការអាប់ឡូតរូបភាពចាស់ៗរបស់យើងពីមុនមកក៏បានដែរអូខេចុចរឿងនេះមកដើម្បីអាប់ឡូតរូបភាពបន្តមកទៀតគឺអ្នកទាំងអស់គ្នាត្រូវជួយរបៀបបង្កើនគុណភាពរូបភាពហើយយើងអាចធ្វើការរងចាំវាប្រហែលជា10ទៅ20វិនាទីទៅគឺវានឹងផ្សាយរូបភាពឲ្យយើងវិញតែម្ដងហើយយើងអាចធ្វើការ save វាបានអូខេអញ្ចឹងមុខងារហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយខ្ញុំសូមបញ្ជាក់តិចបើសិនជារូបភាពយើងច្បាស់ស្រាប់ហើយគឺវានឹងផ្សាយរូបភាពដែរមកដោយសារវាអត់មានអីត្រូវធ្វើទៀតទេអូខេតោះឥឡូវចូលមកដល់មុខងារបន្ទាប់ចំពោះមុខងារបន្ទាប់នេះគឺជាមុខងាររូបភាពទៅអត្ថបទអូខេអញ្ចឹងយើងអាចធ្វើការជួយនឹងមកចំពោះមុខងាររូបភាពទៅអត្ថបទនេះគឺមានន័យថាបើសិនជាអ្នកទាំងអស់គ្នាមានរូបភាពឯកសារណាមួយឬមកក៏រូបភាពហ្នឹងមានអក្សរហើយអ្នកទាំងអស់គ្នាចង់ធ្វើការ copy អក្សរហ្នឹងមកខាងក្រៅមកចូល keyboard របស់យើងណាអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការថតរូបភាព upload ចូលទៅកន្លែងនេះបានអូខេអញ្ចឹងចាត់ទុកថាខ្ញុំចង់ធ្វើការ copy អក្សរនៅក្នុងរូបភាពមួយនេះចុះយើងអាច select រូបភាពហ្នឹងមកហើយអ្នកទាំងអស់គ្នាអាច select បានម្ដង3រូបភាពតែខ្ញុំធ្វើតែមួយទេអញ្ចឹងយើងអាចធ្វើការ select ហ្នឹងហើយយើងជួយរបៀបរួចរាល់មកអូខេអញ្ចឹងគឺ AI គឺវានឹងចាប់ផ្ដើមដំណើរការយើងហើយយើងអាចរងចាំវាបន្តិចសិនបាននេះគឺវាធ្វើការបង្ហាញអក្សរយើងតែម្ដងហើយអ្នកទាំងអស់គ្នាអាចជួយរបៀបថតចម្លងមកដើម្បី copy អក្សរហ្នឹងចូលទៅកាន់ keyboard របស់យើងហើយខ្ញុំសូមបញ្ជាក់តិចអាហ្នឹងគឺវាដំណើរការ copy សារទាំងអស់មិនថាខ្មែរចិនអង់គ្លេសនៅក្នុងរូបភាពលេខគ្នាតែមួយក៏វាអាចធ្វើបានដែរតែដោយសារវីដេអូនេះជាវីដេអូឧទាហរណ៍អញ្ចឹងខ្ញុំអត់ចង់ញញ៉ៃច្រើនទេខ្ញុំធ្វើវីដេអូខ្លីៗដើម្បីឲ្យងាយស្រួលយល់ឆាប់ចប់អូខេតោះឥឡូវយើងទៅដល់មុខងារបន្តទៀតគឺជាមុខងារបំលែងរូបភាពទៅជា file PDF ចំពោះមុខងារនេះគឺវាអត់សូវពេញនិយមបានទេដោយសារតែជាច្រើនគឺវាទូទៅតែសម្រាប់តែសិស្សតិចតួចគឺមួយក៏ពាក់ព័ន្ធជាមួយអ្នកធ្វើការនៅខាងក្នុង Office អីចឹងទៅអញ្ចឹងសម្រាប់មុខងារមួយហ្នឹងគឺមានន័យថាយើងមានរូបភាពផ្សេងចាំមើលរូបភាពអីមួយតែយើងចង់ឲ្យរូបភាពទាំងអស់ហ្នឹងខ្លះជា file PDF ហ្នឹងទាំងអស់គ្នាស្គាល់ណាអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការ select រូបភាពនៅកន្លែងហ្នឹងមកយើងជួយលើហ្នឹងមកគឺវានឹងធ្វើការឲ្យយើងតម្លាក់រូបភាពចូលហើយអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាធ្វើការតម្លាក់រូបភាពចូលហើយគឺអ្នកទាំងអស់គ្នាអាចធ្វើការបំលែងរូបភាពទាំងអស់ហ្នឹងជា file PDF បានអញ្ចឹងគឺវាមានតែប៉ុណ្្នឹងទេគឺងាយស្រួលមែនតើដោយសារតែគ្នាយើងមើលចំនួនគឺគាត់អត់មាន laptop ឬមក PC សម្រាប់ធ្វើអញ្ចឹងគឺវារៀងពិបាកតិចបើយើងធ្វើតាមទូរស័ព្ទអញ្ចឹងអាចប្រើមុខងារនេះដើម្បីជំនួយបានអូខេអញ្ចឹងសម្រាប់មុខងារហ្នឹងគឺមានតែប៉ុណ្្នឹងទេយើងចូលទៅដល់មុខងារបន្ទាប់គឺជាមុខងារកែសំឡេងអញ្ចឹងយើងអាចធ្វើការជ្រើសហ្នឹងមកចំពោះមុខងារកែសំឡេងនេះខ្ញុំសូមបញ្ជាក់តិចណាវាមិនមែនជាមុខងារមួយដែលអ្នកទាំងអស់គ្នាធ្វើការ clone សំឡេងនរណាម្នាក់គឺដាក់សំឡេងអ្នកផ្សេងមួយទៀតទៅដាក់សំឡេងអ្នកផ្សេងមួយទៀតដោយសំឡេង AI ដែលកំពុងតែ viral ឡើយទេមុខងារកែសំឡេងនេះគឺភាគច្រើនពេញនិយមនៅក្នុងវិស័យចម្រៀងគឺមានន័យថាអ្នកទាំងអស់គ្នាអាចធ្វើការ upload សំឡេងចម្រៀងឬមួយក៏សំឡេងរបស់យើងខ្លួនឯងកែទៅជាប្រភេទចម្រៀងផ្សេងៗដូចជា slow version speed up អីចឹងទៅហើយយើងក៏អាចធ្វើការបង្កើតកម្រិតសំឡេងរបស់យើងនឹងឲ្យលឺជាងមុនឬក៏ខ្លាំងជាងមុនអញ្ចឹងដើម្បីអាចប្រើបានអ្នកទាំងអស់គ្នាអាចធ្វើការជួយលើនេះមកដើម្បីធ្វើការ upload file ចម្រៀងរបស់យើងចូលហើយបន្តមកទៀតគឺអ្នកទាំងអស់គ្នាអាចធ្វើការកែតាមនឹងបានអូខេអញ្ចឹងគឺខ្ញុំអត់សុំបញ្យល់ទៅទេដោយសារមុខងារនេះគឺវាអត់សូវពេញនិយមហើយពីច្រើនបើសិនជាអ្នកប្រើមុខងារហ្នឹងគឺគាត់អ្នកខាងចម្រៀងស្រាប់អញ្ចឹងគឺគាត់យល់ហើយអូខេអញ្ចឹងយើងអាចធ្វើការថយក្រោយចូលទៅដល់មុខងារបន្ទាប់មួយទៀតចំពោះមុខងារបន្ទាប់នេះគឺជាមុខងារតារានិករចំពោះមុខងារតារានិករនេះផងដែរគឺមានន័យថាអ្នកទាំងអស់គ្នាអាចធ្វើការបញ្ចូលថ្ងៃខែឆ្នាំកាលរបស់អ្នកទាំងអស់គ្នាទៅដើម្បីដឹងថាយើងកើតចំតារានិករអីគេអញ្ចឹងសម្រាប់តារានិករយើងអាចធ្វើការបញ្ចូលថ្ងៃខែមកអានេះគឺជាថ្ងៃខែឧទាហរណ៍ទេតែសម្រាប់ទាំងអស់គ្នាជាក់ស្ដែងអាចធ្វើការបញ្ចូលថ្ងៃខែឆ្នាំកាលរបស់ខ្លួនឯងបានអញ្ចឹងឧទាហរណ៍បើសិនខ្ញុំកើតឆ្នាំ2004ខែឧសភាថ្ងៃទី5ខ្ញុំចង់ដឹងថាខ្លួនឯងកើតចំតារានិករអីយើងគ្រាន់តែបញ្ចូលថ្ងៃខែហើយយើងជួយលើកគណនាអាយុមកគឺវានឹងធ្វើការនេះបង្ហាញជាមួយនឹងតារានិករដែលយើងកើតចំហើយយើងមានអាយុ22ឆ្នាំអញ្ចឹងទៅវាបង្ហាញព័ត៌មានលម្អិតពាក់ព័ន្ធជាមួយនឹងអាយុហើយនឹងចំនួនថ្ងៃដែលយើងកើតអញ្ចឹងអ្នកទាំងអស់គ្នាអាចប្រើមុខងារមួយនេះបានបើសិនជាចង់ធ្វើតារានិករអត់ចង់រាប់ដៃរាប់ជើងគណនាវិញឆ្ងាយច្រើន
អូខេតោះឥឡូវយើងចូលទៅដល់មុខងារបន្ទាប់មួយទៀតចំពោះមុខងារបន្ទាប់គឺជាមុខងារ MBTI តែ MBTI នេះខ្ញុំគិតថាវាអត់សូវពេញនិយមហ្មងទេហើយភាគច្រើនមានតែក្មេងៗ Gen Z ដែលស្គាល់ចំពោះ MBTI ហ្នឹងគឺវាតេស្តបុគ្គលិកលក្ខណៈរបស់យើងថាយើងជា MBTI គេអញ្ចឹងអ្នកទាំងអស់គ្នាអាចជួយលើកពាក្យចាប់ដើមតេស្តមកគឺវានឹងសួរពាក់ព័ន្ធជាមួយនឹងចំណងចិត្តឬមកអត្តចរិតរបស់យើងហើយបន្ទាប់ពីយើងធ្វើការឆ្លើយអស់ហើយគឺវានឹងបង្ហាញអត្តចរិត MBTI របស់យើងហ្នឹងថាយើងស្ថិតនៅក្នុង MBTI មួយណាអូខេអញ្ចឹងគឺមានតែប៉ុណ្្នឹងទេហើយសម្រាប់អ្នកទាំងអស់គ្នាចង់ដឹងអាចចូលមកធ្វើបានតែបើសម្រាប់ខ្ញុំគឺខ្ញុំធ្លាប់តេស្តពីមុនរួចរាល់ហើយអញ្ចឹងគឺខ្ញុំអត់ធ្វើទេខ្ញុំគ្រាន់តែធ្វើជាវីដេអូឧទាហរណ៍ទេហើយខ្ញុំសូមបញ្ជាក់តិច MBTI ដែលឆែកនៅក្នុង website របស់ខ្ញុំនេះគឺវាមិនត្រឹមត្រូវ 100% ទេអូខេតោះឥឡូវយើងអាចធ្វើការត្រឡប់ថយក្រោយដើម្បីចូលទៅបង្ហាញជាមួយនឹងមុខងារផ្សេងៗទៀតចំពោះមុខងារផ្សេងៗទៀតបន្ទាប់នេះគឺជាមុខងារគណនាលុយអូខេអញ្ចឹងខ្ញុំអាចធ្វើការជួយនឹងមកចំពោះកន្លែងនេះបើសិនអ្នកទាំងអស់គ្នាចង់គណនាលុយជាលុយដុល្លារឬក៏លុយរៀលយើងអាចធ្វើការបដូរតាមនឹងបានចង់ថាខ្ញុំគណនាជាលុយដុល្លារអញ្ចឹងសម្រាប់មុខងារគណនាលុយឬមកការ calculator money ហ្នឹងគឺវាមាន3 function នៅក្នុងនោះទៀតមានទាំងពន្ធបញ្ចុះតម្លៃ discount ហើយនិង saving សន្សំចំពោះមុខងារបញ្ចុះតម្លៃនេះវិញគឺមានន័យថាឧទាហរណ៍ថាចេះអ្នកទាំងអស់គ្នាចូលទៅកាន់ហាងណាមួយហើយឃើញគេ discount ឧទាហរណ៍គីឡូទូរស័ព្ទមួយគ្រឿងហ្នឹងតម្លៃ$100ហើយគឺ discount ចំនួន 33%តែអ្នកទាំងអស់គ្នាអត់ដឹងថាអា$100បន្ទាប់ពី discount 33%ហ្នឹងហើយនៅសល់តម្លៃប៉ុន្មានទេអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការប្រើមុខងារមួយនេះបានអញ្ចឹងយើងអាចធ្វើការដាក់តម្លៃដើមរបស់យើងមកគឺចំនួន$100ដែលជាតម្លៃដើមរបស់គេហើយគេ discount ចំនួន 33% អញ្ចឹងយើងអាចធ្វើការជួយលើពាក្យគណនានេះមកអញ្ចឹងគឺវានឹងបង្ហាញឲ្យយើងហើយអញ្ចឹងតម្លៃទូរស័ព្ទហ្នឹងបន្ទាប់ពី discount 33% ហើយគឺគេលក់តែ$67ទេហើយយើងចំណេញបាន$33ទៀតមុខងារមួយហ្នឹងគឺប៉ុណ្ណឹងគឺងាយហើយចំពោះកន្លែងសំនេះវិញគឺមានន័យថាយើងមានគោលដៅសន្សំលុយចំនួនប៉ុណ្ណេះអញ្ចឹងទៅថាខ្ញុំចង់សន្សំលុយបាន$1000 $10000ហើយតើខ្ញុំត្រូវការរយៈពេល1ឆ្នាំអីចឹងទៅអូខេអញ្ចឹងឧទាហរណ៍ថាគោលដៅរបស់ខ្ញុំចង់សន្សំលុយចំនួន$100,000អញ្ចឹងយើងអាចធ្វើការដាក់មកហើយនៅក្នុងមួយខែខ្ញុំអាចរើបានប៉ុន្មានមានន័យថាក្នុងមួយខែខ្ញុំអាចសន្សំលុយបានប៉ុន្មានតែបើអ្នកទាំងអស់គ្នាធ្វើការជាចំនួនថ្ងៃជាកាច់បដូរមួយថ្ងៃមកតែបើយើងបើកជាប្រាក់ខែយើងបដូរមួយខែមកអញ្ចឹងឧទាហរណ៍ថាខ្ញុំដកទុកក្នុងមួយខែខ្ញុំដកទុក500ចូលលុយសន្សំរបស់ខ្ញុំអញ្ចឹងយើងអាចធ្វើការជួយលើពាក្យគណនាមកគឺយើងត្រូវការរយៈពេល16ឆ្នាំ8ខែដើម្បីឲ្យដល់គោលដៅរបស់យើង$100,000ដោយនៅក្នុងមួយខែយើងដកទុកចំនួន$500អូខេអញ្ចឹងមុខងារមួយហ្នឹងគឺវាងាយស្រួលមែនតើសម្រាប់អ្នកដែលចង់ស្រាវលុយថាតើគាត់ត្រូវការរយៈពេលប៉ុន្មានដើម្បីស្រាវបានគ្រប់ចំនួនហើយចំពោះកន្លែងមុខងារពន្ធនេះវិញក៏វាអាចនិយាយបានថាអត់សូវពេញនិយមទេដោយសារពេលច្រើនតើតាអ្នកទិញអីវ៉ាន់នៅក្រៅប្រទេសឬមកក៏ខាងពន្ធខាងអីបានគេចូលចិត្តប្រើមុខងារមួយហ្នឹងតែតែខ្ញុំបង្ហាញអ្នកទាំងអស់គ្នាតិចចុះអញ្ចឹងឧទាហរណ៍ថាខ្ញុំទៅទិញតំណែងនៅក្រៅប្រទេសមួយតម្លៃរបស់គេគឺតម្លៃ$59ចុះអូខេហើយបន្ទាប់មកនៅខ្មែររបស់យើងហ្នឹងខាងរដ្ឋរបស់យើងហ្នឹងគេកាត់ពន្ធពីលើខ្ញុំ10%ទៀតអញ្ចឹងថាតើខ្ញុំត្រូវចំណាយទាំងអស់ប្រហែលអញ្ចឹងបន្ទាប់ពីយើងដាក់តម្លៃ$59ហើយពន្ធ10%យើងជួយលើពាក្យគណនាមកគឺវានឹងបូកសរុបឲ្យយើងហើយអញ្ចឹងតំណែងមួយហ្នឹងដែលយើងបង់សរុបទាំងអស់គឺចំនួន64.90សេនរួមទាំងពន្ធអូខេអញ្ចឹងសម្រាប់មុខងារគណនាលុយគឺមានតែប៉ុណ្្នឹងទេឥឡូវយើងចូលទៅដល់មុខងារបន្ទាប់គឺជាមុខងារលុបផ្ទៃខាងក្រោយចំពោះមុខងារលុបផ្ទៃខាងក្រោយនេះបើយើងនិយាយទូស្រាប់ទៅគឺមានន័យថា remove background អញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការចុចកន្លែងនេះមកដើម្បីធ្វើការ upload រូបភាពរបស់យើងចូលមុននឹងយើងលុប background រូបភាពមួយហ្នឹងអូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់លុបរូបភាព anime មួយនេះចុះអញ្ចឹងខ្ញុំអាចធ្វើការចុចលើរូបភាព anime មួយហ្នឹងមកបន្តមកទៀតយើងចុចលើពាក្យរួចរាល់អូខេអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការរងចាំវាបន្តិចបានគឺវាកំពុងតែដំណើរការអូខេឥឡូវគឺវាចេញពីសាលមកហើយយើងអាចចូលទៅ check មើលបាននេះគឺជារូបភាពដើមរបស់យើងហើយនេះគឺជារូបភាពដែលអាចវាបានធ្វើការលុប background នេះយើងគឺវា clean ស្អាតមែនតើអញ្ចឹងយើងអាចធ្វើការជួយលើពាក្យទាញយក PNG នេះមកដើម្បីសែវចូលទូរស័ព្ទដៃរបស់យើងអូខេអញ្ចឹងសម្រាប់មុខងារ remove background គឺមានតែប៉ុណ្្នឹងទេងាយសាមញ្ញមែនតើហើយចំពោះមុខងារបន្ទាប់គឺជាមុខងារសារភាពស្នេហ៍នេះខ្ញុំគិតថាវាអត់សំខាន់ទេអញ្ចឹងគឺខ្ញុំអត់បង្ហាញទេហើយសម្រាប់មុខងារហាងឆេងមាសប្រាក់ Platin នេះវិញគឺយើងអាចចូលទៅ check មើលហាងឆេងមាសបានថាឥឡូវហ្នឹងតម្លៃមកតម្លៃស្មើប៉ុន្មានមួយជីស្មើប៉ុន្មានអីចឹងទៅអូខេអញ្ចឹងបន្ទាប់ពីយើងជ្រើសហ្នឹងហើយគឺអ្នកទាំងអស់គ្នានឹងឃើញហើយអញ្ចឹងតម្លៃមាសបច្ចុប្បន្នមកតម្លៃនេះគឺ4914មួយជី491ចឹងទៅ
ហើយនៅទាំងអស់គ្នាក៏អាចឆែកមើលហាងឆេងប្រាក់ផ្លាកទៅនៅកន្លែងហ្នឹងបានផងដែរហើយខ្ញុំសូមបញ្ជាក់បន្តិចសម្រាប់ហាងឆេងទាំងអស់នេះគឺវាអត់ត្រឹមត្រូវ 100% ទៅតាមទីផ្សារហាងឆេងនៅខ្មែរទេដោយសារតែហាងឆេងមាសដែលខ្ញុំបង្ហាញនៅក្នុង website នេះគឺចេញមកពី Y Finance ចេញពីបរទេសមកហើយចំពោះហាងឆេងនៅបរទេសហ្នឹងគឺវាតែងតែមានការផ្លាស់ប្ដូរគ្រប់ពេលអញ្ចឹងគឺវាអាចនឹងមានការខុសគ្នាបន្តិចបន្តួចប៉ុន្តែក៏វាមិនខុសគ្នាខ្លាំងដែរអូខេអញ្ចឹងសម្រាប់ការប្រើប្រាស់មុខងារមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេយើងអាចចូលទៅដល់មុខងារបន្តទៀតចំពោះមុខងារបន្តនេះគឺជាមុខងារសំណួរ quiz ចំពោះមុខងារសំណួរ quiz នេះគឺមានន័យថាអ្នកទាំងអស់គ្នាអាចធ្វើការឆ្លើយសំណួរចម្លើយនៅកន្លែងហ្នឹងបានអ្នកទាំងអស់គ្នាចង់ឆ្លើយជាភាសាអង់គ្លេសមែនដូចជាមាន grammar មានអីនៅក្នុងហ្នឹងអញ្ចឹងទៅតែយើងអត់ចង់ឆ្លើយជាភាសាអង់គ្លេសទេយើងចង់ឆ្លើយជាសំណួរភាសាខ្មែរធម្មតាយើងបដូរមកវាជាភាសាខ្មែរមកហើយយើងជួយលើពាក្យចាប់ផ្ដើម quiz អញ្ចឹងគឺវានឹងធ្វើការសួរយើងហើយយើងអាចធ្វើការរើសចម្លើយណាមួយដែលត្រឹមត្រូវបានបន្ទាប់ពីយើងរើសហើយមិនខ្វល់ថាយើងខុសឬក៏ត្រូវទេគឺវានឹងធ្វើការឲ្យយើងឆ្លើយចម្លើយមួយទៀតអាហ្នឹងគឺយើងអាចប្រើប្រាស់វាដើម្បីលេងកំសាន្តក៏បានដើម្បីជាចំណេះដឹងទូទៅក៏បានដែរអូខេអញ្ចឹងរបៀបប្រើគឺមានតែប៉ុណ្្នឹងទេគឺងាយចូលទៅដល់មុខងារបន្ទាប់គឺជាមុខងារ scan និងបង្កើត QR code ចំពោះមុខងារ scan និងបង្កើត QR code នេះខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រហែលជាដឹងហើយគឺមានន័យថាអ្នកទាំងអស់គ្នាអាចធ្វើការ copy link ឬមួយក៏បញ្ចូលអក្សរណាមួយនៅក្នុងកន្លែងនេះបន្ទាប់ពីអ្នកទាំងអស់គ្នាបញ្ចូលហើយយើងជួយលើកបង្កើត QR code មក website ហ្នឹងគឺវានឹងធ្វើការបង្កើតចេញជា QR code ឲ្យអ្នកទាំងអស់គ្នាហើយពេលដែលមិត្តភ័ក្តិឬមួយក៏នរណាគេម្នាក់ scan QR code ដែលអ្នកទាំងអស់គ្នាបានបង្កើតហ្នឹងគឺគាត់នឹងឃើញទិន្នន័យអក្សរឬក៏ link ដែលអ្នកទាំងអស់គ្នាដាក់ចូលនៅកន្លែងប្រអប់មួយនេះហ្នឹងឯងហើយចំពោះកន្លែង scan នេះវិញគឺមានន័យថាអ្នកទាំងអស់គ្នាអាចបើកកាមេរ៉ាមកដើម្បីទៅ scan QR code ណាមួយគឺវានឹងបង្ហាញទិន្នន័យនៅក្នុង QR code នឹងដូចគ្នាអូខេអញ្ចឹងរបៀបប្រើគឺមានតែប៉ុណ្្នឹងទេងាយៗហើយយ៉ាប់មុខងារបន្តនៅសល់2 3 4នេះខ្ញុំគិតថាវាអត់សូវសំខាន់ទេហើយវាក៏ជាមុខងារមួយដែលអ្នកទាំងអស់គ្នាធ្លាប់ប្រើពីមុនមកដែរនៅលើ website ផ្សេងៗអញ្ចឹងគិតថាអ្នកទាំងអស់គ្នាចេះប្រើហើយគឺខ្ញុំអត់បង្ហាញទេដើម្បីកុំឲ្យវីដេអូនេះកាន់តែយូរអញ្ចឹងសម្រាប់មុខងារទាំងអស់នេះជាចុងក្រោយមកគឺអ្នកទាំងអស់គ្នាអាចប្រើប្រាស់វាបានដោយ free អត់តម្រូវឲ្យបង់លុយទេណាគឺអត់តម្រូវបង់លុយទេបញ្ជាក់ម្ដងហើយម្ដងទៀតដើម្បីកុំឲ្យមានការយល់ច្រឡំដោយសារពីច្រើន website គេទូទៅតម្រូវបង់លុយសម្រាប់អ្នកទាំងអស់គ្នាមួយចំនួនហើយជាឆ្ងល់ថាចំឲ្យខ្ញុំបង្កើត website មកអត់មានតម្រូវបង់លុយអញ្ចឹងបានលុយមកពីណាទៅធ្វើការទប់ server ឲ្យ website នឹងដំណើរការរហូតតាមពិតទៅខ្ញុំអាចរកចំណូលបានដែរពីការលក់សេវាកម្មដូចជាការ book game លក់ Telegram Star Premium ហើយនិង bot TikTok អញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលចង់គាំទ្រឬមកក៏ support ដល់ ARM សាលាឲ្យនៅតែបន្តដំណើរការអ្នកទាំងអស់គ្នាអាចចូលមក bot TikTok ឬមកក៏ទិញ Telegram ឬមកក៏សេវាកម្មណាមួយដែលអ្នកទាំងអស់គ្នាចង់ទិញបានប៉ុន្តែខ្ញុំសូមបញ្ជាក់បន្តិចសម្រាប់អូនៗក្មេងៗឬមួយក៏បងធំក៏ដោយដែលគាត់អត់មានតម្រូវការសេវាកម្មខាងលើនេះទេគាត់អត់ទិញក៏បានដែរអត់ជាបញ្ហាអីទេមុខងារ AI នេះគឺនៅតែអាចប្រើបានជាធម្មតាអញ្ចឹងបើសិនជាឧទាហរណ៍អ្នកទាំងអស់គ្នាចង់ទិញពីហ្គេមអ្នកទាំងអស់គ្នាចូលមកគឺវានឹងមានហ្គេមឲ្យយើងជ្រើសរើសហើយសុវត្ថិភាព 100% ហើយរបៀបទិញអ្នកទាំងអស់គ្នាអាចចុចលើរបៀបនេះបានដើម្បីឲ្យវាចេញជាវីដេអូបរិញ្ញាយើងដែលយើងត្រូវធ្វើមិនខ្លះអញ្ចឹងទៅអូខេឥឡូវចូលមកដល់សេវាកម្ម Telegram Star Premium នេះម្ដងតែអ្នកទាំងអស់គ្នាអាចធ្វើការទិញបានភ្លាមអត់តម្រូវ login ចូល account ទេសម្រាប់អ្នកទាំងអស់គ្នាត្រូវការ Premium អីចឹងទៅហើយបើសិនជាអត់តន់ចេះពីរបៀបទិញទេអាចចុចលើកន្លែងនេះមករបៀបទិញនេះគឺវានឹងមានវីដេអូបរិញ្ញាយើងដូចគ្នាហើយពាក់ព័ន្ធជាមួយនឹងការបូ TikTok នេះវិញគឺអ្នកទាំងអស់គ្នាអាចធ្វើការបូ TikTok ខ្មែរបាន live view អីគឺវាអត់ធ្លាក់វិញទេហើយរបៀប boot អ្នកទាំងអស់គ្នាអាចចុចលើនេះមកបន្តមកទៀតអ្នកទាំងអស់គ្នាអាចចុចលើរបៀប2មកគឺវានឹងមានវីដេអូបរិញ្ញាយើងហើយថាយើងត្រូវធ្វើមិនខ្លះអញ្ចឹងសម្រាប់វីដេអូនេះគឺវាចូល20នាទីជាងខ្ញុំព្យាយាមនិយាយរឿងលឿនដែរដើម្បីកុំឲ្យគ្នាយើងចំណាយពេលខាតពេលយូរមកមើលវីដេអូមួយហ្នឹងដោយសារមុខងារទាំងអស់នេះគឺវាសាមញ្ញណាស់ទេអញ្ចឹងជាចុងក្រោយទៅអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូមួយនេះកុំភ្លេចជួយ like ជួយ share ផងជំរាបលាបាយបាយ